ឈមមុខនឹងអារម្មណ៍តានតឹងនៅពេលដែលអ្នកចាប់ផ្ដើមនិយាយជាសាធារណៈវាគឺជារឿងសំខាន់ដែលអ្នកត្រូវយល់ដឹងថាគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ភ័យខ្លាចនៅពេលដែលត្រូវឡើងនិយាយជាសាធារណៈនេះគឺជាគោលការណ៍មូលដ្ឋានមួយដែលអ្នកត្រូវចងចាំទុកជាការពិតណាស់មនុស្សភាគច្រើនបានចាត់ទុកថាការនិយាយជាសាធារណៈគឺជាការភ័យខ្លាចដ៏ធំមួយនៅក្នុងជីវិតសូម្បីតែអ្នកដែលមានអាជីពជាអ្នកនិយាយជាសាធារណៈក៏ដោយក៏នៅតែមិនអាចជៀសផុតពីភាពភ័យខ្លាចបានដែរអ្នកប្រហែលជាធ្លាប់បានឃើញមនុស្សមួយចំនួនដែលឡើងថ្លែងសន្ទរកថានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃមានអ្នកនយោបាយជាដើមហើយអ្នកក៏គិតថាពួកគេបានត្រៀមខ្លួនយ៉ាងល្អឥតខ្ចោះដោយមិនមានការផិតភ័យសូម្បីតែបន្តិចបន្តួចប៉ុន្តែប្រសិនបើអ្នកសាកសួរពួកគេទាំងអស់នោះថាតើពួកគេធ្លាប់មានភាពភ័យខ្លាចពីមុនមកទេពួកគេនឹងរៀបរាប់ប្រាប់អ្នកថាពួកគេសុទ្ធតែធ្លាប់បានឆ្លងកាត់ភាពភ័យខ្លាចជាច្រើនមុនពេលដែលពួកគេអាចធ្វើបានយ៉ាងល្អដោយសពថ្ងៃនេះជម្រើសមួយដ៏ល្អក្នុងការប្រឈមមុខនឹងភាពតានតឹងគឺជាការប្រើប្រាស់ធម៌ពលនៃភាពតានតឹងរបស់អ្នកដើម្បីបង្កើតសន្ទរកថាដ៏ល្អមួយបន្ទាប់មកអ្នកនឹងលែងមានអារម្មណ៍តានតឹងតទៅទៀតហើយជំហានដំបូងក្នុងការបង្កើតសន្ទរកថាដ៏ល្អនោះគឺការបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយតាមរយៈការវិភាគថាតើអ្នកណាដែលជាទស្សនិកជនតើអ្វីដែលអ្នកនឹងលើកយកមកវិភាសានិងការកំណត់លើព្រឹត្តិការណ៍ជាក់ស្ដែង